ខ្ជិលឆ្លោះប្រកែកប្រណាំងច្រើនជាមួយក្រុមសៀមវង្វេងបព្វធម៌គំនិតមិនស្មើក្មេងបៀមដៃនិយាយទៅនាំតែខាតពេលគ្មានប្រយោជន៍កម្ពុជាចូលចិត្តបង្ហាញសកម្មភាពឲ្យចេញជាលទ្ធផលត្រៀមលេងឈុតធំផ្សព្វផ្សាយមហាសង្ក្រាន្តឆ្នាំថ្មីយកកំពូលសម្រាប់បវរកញ្ញាភពផែនដីតំណាងប្រទេសនីមួយៗតបតែងជាទេពធីតាមហាសង្ក្រាន្តឲ្យក៏ក្រៅប្រតិពីតែម្ដងផ្ដើមឆ្នាំ2026ជាមួយពានរង្វាន់ធំសម្រាប់កម្ពុជាក្រោយអ្នកតំណាងរបស់យើងគឺកញ្ញា Sydney Marit Miss Planet Cambodia ឈ្នះតំណែង Miss Planet International និងពានរង្វាន់3ទៀតរួមមាន Miss Best Interview Miss Elegant Body និងពានមួយទៀតឈ្នះពីការបោះឆ្នោតដោយអ្នកគាំទ្រគឺ Miss Popular ទោះជាលទ្ធផលនេះមានក្រុមសៀមឈ្នានីសតាមច្រណែនតាមខំតាមឌឺដងតាមបំពងលាបពណ៌បង្កើតព័ត៌មានតែកម្ពុជាមិនខ្វាយខ្វល់ឆ្លើយតបឡើយហើយកំពុងតែត្រៀមរៀបចំឈុតធំផ្សព្វផ្សាយមហាសង្ក្រាន្តខ្មែរទាន់ឱកាសអំណោយផលកំពុងតែមានការចាប់អារម្មណ៍ខ្លាំងលើអន្តរជាតិបេក្ខភាពតំណាងប្រទេសនីមួយៗនៅកម្ពុជាស្រេចហើយរៀបចំតុបតែងជាទេពធីតាមហាសង្ក្រាន្តឆ្នាំថ្មីតែម្ដងការសម្រេចទៅបានជោគជ័យនេះគឺកើតចេញពីការរួបរวมសាមគ្គីគ្នារបស់មហាគ្រួសារខ្មែរមានបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ចូលរួមលទ្ធផលកម្ពុជាឈ្នះមកុដនេះគឺសុក្រិតយុត្តិធម៌បំផុតហើយនេះគឺជាការលើកឡើងរបស់លោកជំទាវអុកញ៉ាស្រីណារួមបានប្រាប់ដល់អ្នកសារព័ត៌មានខ្ញុំគិតថាស័ក្តិសមហើយសុក្រិតបំផុតដោយសារអីពាក្យថាវកញ្ញាមួយមិនមែនអានតែរូបសម្រស់ទេវាត្រូវមានវាហៅចំណេះដឹងការតស៊ូអត់ធ្មត់គ្រប់បែបយ៉ាងរាល់សកម្មភាពគឺធ្វើតាមគេហៅថាគោលការណ៍នៃស្ថាប័នដែលមានសម្រាប់វកញ្ញាថាត្រូវធ្វើអីខ្លះមាន schedule ត្រឹមត្រូវចាអញ្ចឹងគឺថាគាត់បំពេញបានល្អហើយបូកនឹងចំណេះដឹងសម្រស់និយាយទៅគ្រប់យ៉ាងគេត្រូវតែរួមផ្សំគ្នាអត់អាចយើងយកតែសម្រស់មកប្រកួតបានទេការផ្សព្វផ្សាយរបស់យើងទទួលស្គាល់ថាវារៀននៅស្ទើរដោយសារម្យ៉ាងដែរលោកចាត់កម្មវិធីបានល្អភ្លេចនឹកដល់ចំណុចដែលត្រូវផ្សព្វផ្សាយទីហើយម្យ៉ាងទៀតគេអាចនឹងលេងថ្ងៃសម្រាប់អញ្ចឹងគាត់អាចគាត់ទៅពេលឃើញថ្ងៃនេះគាត់យើងហើយគាត់ជាវាថាចូលរៀនយ៉ាងកកអូយថាយើងរំភើបប្រកួតមែនតើរកអ្វីគឺទៅមិនបានទេគឺកម្លាំងខ្មែរមានតែខ្មែរឆ្លាញ់ខ្មែរមានពិតខ្មែរគ្រប់គ្រងខ្មែរមានពិតមែនសម្រាប់ទីកម្មរបស់យើងប្រទេសដូចតែបេះដូងពួកយើងធំខ្លាំងណាស់ហើយឆ្លាញ់សាមគ្គីគ្នាមែនតើសម្រាប់នៅចាស់ស្ថាប័នតលបានភាសាអញ្ចឹងព្រោះថាយើងរៀនជា sponsor ដែលជួយជ្រោមជ្រែងច្រើនអញ្ចឹងក៏យើងមានយោបល់បានអញ្ចឹងណាចាយើងនឹងត្រៀមថតតាក់ទងនឹងទេវតាចាព្រោះឆ្នាំនេះគឺទេវតាចាទេវតាសម្រាប់ដើម្បីផ្សព្វផ្សាយពីវប្បធម៌របស់យើងតាក់ទងនឹងសង្ក្រាន្តឆ្នាំថ្មីហើយដូចថាមានអាចទៅតំបន់ទេសចរអីខ្លះទៀតអានេះខ្ញុំដឹងអត់ទាន់ច្បាស់ទេអញ្ចឹងអាចនឹងពិភាក្សាមើលអញ្ចឹងបងប្អូនកញ្ញាខ្លះគាត់អាចនឹងត្រឡប់ទៅវិញលឿនដែរចាមានពេលគាត់នៅទីថ្ងៃតែយើងត្រូវតែត្រៀមថតអ្វីដែលជាខ្មែរដើម្បីឲ្យពួកគាត់បានស្គាល់ហើយបានផ្សព្វផ្សាយបានកាន់តែច្រើននិយាយទៅគឺថាចាជាទេវតាគឺជាគេសំខាន់ទេវតាអត់ស្គាល់ឲ្យតែក្រុមជុំទេវតាគឺថាខ្មែរទាំងអស់ទៅហើយ